ថ្ងៃនេះមកថតបង្ហាញតាក់ទងនឹងទិដ្ឋភាពជុំវិញផ្ទះរបស់នាងខ្ញុំទៅកាន់ពុកម៉ែបងប្អូនទស្សនាលេងកំសាន្តថាតើនៅផ្ទះរបស់ខ្ញុំហ្នឹងមានដាំដើមអ្វីខ្លះហើយក៏មានចិញ្ចឹមមាន់ដែរឬទេដោយសារក្នុងមួយរយៈនេះគឺខ្ញុំពុំបានថតតាក់ទងនឹងមាន់របស់ខ្ញុំហ្នឹងឲ្យពុកម៉ែបងប្អូនបានឃើញទេដោយសារមាន់របស់ខ្ញុំហ្នឹងគឺខ្ញុំបានចាប់លក់អស់ហើយពុកម៉ែបងប្អូនហើយនេះគឺជាទិដ្ឋភាពនៅខាងក្រោយផ្ទះដែលនាងខ្ញុំបានមានការដាំដើមស្អំពុកម៉ែបងប្អូនចាស្អំនេះគឺជាស្អំប្រភេទផ្សាំណាទៅខ្ញុំទិញពីគេមកអញ្ចឹងខ្ញុំយកមកដាំឲ្យត្រួយវាល្អណាពុកម៉ែបងប្អូនហើយក៏មានការដាំត្រប់ស្រួយផងដែរចាត្រប់ស្រួយនេះគឺខ្ញុំបានធ្វើមែកចាឬថាយើងកាត់មែកចាស់ចាស់ចោលអញ្ចឹងទៅឲ្យវាលាស់មែកថ្មីស្លឹកថ្មីមកអញ្ចឹងណាដើម្បីឲ្យវាមានផ្លែផ្កាបន្តទៅទៀតហើយក៏មានការស្រោចទឹកស្រោចអីចឹងទៅហើយសម្រាប់ទ្រុងមាន់របស់នេះខ្ញុំនេះវិញគឺថាស្ងាត់ជ្រាបហើយពុកម៉ែបងប្អូនដោយសារខ្ញុំចាប់លក់អាធំធំអស់អញ្ចឹងទៅហើយអាទូចទូចក៏មានការស្លាប់ខ្លះអីខ្លះអញ្ចឹងទៅហើយក៏ស្ងាត់ទៅស្ងាត់ទ្រុងអញ្ចឹងណាពុកម៉ែបងប្អូនតែខ្ញុំនឹងបន្តដាក់ទៀតតែដោយសារវាអត់តាន់ធំអញ្ចឹងខ្ញុំក៏អត់តាន់បានប្រឡែងវាដែរគឺខ្ញុំចិញ្ចឹមដាក់លើទ្រុងអញ្ចឹងណាហើយក៏មានធំខ្លះផងដែរដែលខ្ញុំទិញចូលមកចំនួន11ក្បាលអញ្ចឹងគឺខ្ញុំប្រឡែងវាឲ្យនៅខាងក្រោមអញ្ចឹងទៅហើយនៅទូចហ្នឹងគឺនៅលើទ្រុងហ្នឹងគឺចំនួន20ក្បាលជាងអញ្ចឹងណាអញ្ចឹងដោយសារម្សិលមិញហ្នឹងគឺមានការភ្លៀងគឺភ្លៀងសំណំគួរសមដែរបងប្អូនធ្វើឲ្យទ្រុងរបស់នាងខ្ញុំហ្នឹងគឺមានការបែកផុកដែរដោយសារវាលេចចឹងណាតែមិនអីទេខ្ញុំនឹងធ្វើការរៀបចំចាក់សាបវាខាងក្រោមហ្នឹងដើម្បីពេលវាភ្លៀងវាលិចអីក៏មិនសូវជាមានបញ្ហាទេដោយសារយើងចាក់សាបចឹងទៅវាអត់បែកផុកអញ្ចឹងណាតែនេះគឺខ្ញុំពុំតាន់បានចាក់ទេហើយចានេះគឺជាកូនមាន់របស់ខ្ញុំដែលវាមានអាយុជាង30ថ្ងៃហើយពុកម៉ែបងប្អូនតែខ្ញុំមិនទាន់ទម្លាក់ចុះទេគឺខ្ញុំដាក់វានៅលើហ្នឹងអញ្ចឹងណាដើម្បីឲ្យវាស៊ីចំណីឲ្យបានគ្រប់គ្រាន់ទៅហើយខាងក្រោមនេះគឺខ្ញុំដាក់ធំចំនួន11ក្បាលហ្នឹងគឺមានមេ7ឈ្មោល4តែប្រហែលជាឈ្មោលហ្នឹងគឺខ្ញុំចាប់វាលក់ពេលវាធំអញ្ចឹងណាខ្ញុំទុកតែមេទេហើយខ្ញុំនឹងទិញបាស្គួយមកពីខាងក្រៅហ្នឹងដាក់វាព្រោះដោយសារខ្ញុំចង់ចិញ្ចឹមមាន់ប្រភេទពូជស្គួយអញ្ចឹងណាហើយនៅទ្រុងមាន់ហ្នឹងក៏មានដាំស្វាយដាំដើមស្វាយដាំអីដែរបងប្អូនដើម្បីធ្វើជាម្លប់ទៅឲ្យមាន់ច្រកនៅខែក្តៅអញ្ចឹងណាហើយនៅក្នុងទ្រុងមាន់របស់ខ្ញុំនេះគឺអត់មានស្មៅទេបងប្អូនគឺមាន់របស់ខ្ញុំវាដើរចឹកស៊ីឡើងហើយយើងដាក់មាន់នៅហ្នឹងគឺដាក់មាន់នៅតាណាគឺអត់មានស្មៅដុះទេបងប្អូនហើយសម្រាប់មកកណាត់ខាងមុខវិញដែលខ្ញុំអត់បានហុំស្បៃហ្នឹងគឺមានការដុះស្មៅដុះអីអញ្ចឹងណាហើយនេះគឺជាអាងចកសូឡារបស់ខ្ញុំគឺខ្ញុំត្រៀមទុកសម្រាប់មាន់ដែលខ្ញុំរៀងធំអញ្ចឹងគឺខ្ញុំលាយចំណីហើយនឹងចកហើយនឹងកតួដាក់ឲ្យវាស៊ីអញ្ចឹងណាហើយក៏មានការដាក់តកួនដាក់អីផងដែរចានេះគឺជាទិដ្ឋភាពនៅខាងក្រោយផ្ទះរបស់នាងខ្ញុំហ្នឹងគឺមានដើមចេកដើមអីអញ្ចឹងណាមុនធ្លាប់តែមានមាន់ក៏ក្រឹកក៏ក្រែងតែដោយសារឥឡូវអត់មានមាន់ទេបងប្អូនអញ្ចឹងមកបង្ហាញនេះគឺបង្ហាញតាក់ទងនឹងដំណាំហើយបន្លែខ្លះទៅកាន់ពុកម៉ែបងប្អូនអញ្ចឹងណាហើយនឹងទ្រុងហើយនេះគឺជាម្ទេសដើមម្ទេសរបស់នាងខ្ញុំដែលខ្ញុំដាំបាន4-10ដើមដែរកំដរការអត់សុកអញ្ចឹងទៅសៅរ៍អាទិត្យទៅយើងប្រលេះយកទៅលក់នៅទីផ្សារអញ្ចឹងណាព្រោះម្ទេសវាមានតម្លៃ
ថ្លៃគួរសមដែរគឺវាចន្លោះពី7,000 ទៅ10000អីចឹងណាបងប្អូនចឹងយើងចេះតែដាំស្រោចទឹកវាទៅហើយជុំវិញផ្ទះប៉ុននាងខ្ញុំនឹងគឺធ្វើត្បិតតែខែប្រាំងមែនតែនៅជុំវិញផ្ទះខ្ញុំនឹងគឺមានទេសភាពពណ៌ខៀវស្រងាត់តែម្ដងដោយសារខ្ញុំធ្វើការស្រោចទឹកជាប្រចាំអញ្ចឹងណាបងប្អូនចានេះគឺជាត្រើងសដៃគួររបស់នាងខ្ញុំហើយនៅក្រោមហ្នឹងក៏មានដាំដូចជាជីនឹងវងជីអីអញ្ចឹងណាមានផ្ទីមានអីអញ្ចឹងទៅមានផ្ទីមានជីនឹងវងសម្រាប់ធ្វើការបេះលក់ផងដែរគឺមិនបានច្រើនទេគឺ2អាទិត្យ3អាទិត្យយើងបេះម្ដងលក់ម្ដងអញ្ចឹងណាបើសម្រាប់ល្ហុងនេះវិញគឺបេះគ្នាសឹងអស់ហើយពុកម៉ែបងប្អូនអើយគឺនៅសល់តែមួយផ្លែហ្នឹងទេគឺផ្លែគឺមាន4 5ដែរតែដោយសារយើងបេះហូបបន្តអញ្ចឹងទៅគឺនៅសល់តែមួយផ្លែហ្នឹងឯងពុកម៉ែបងប្អូនអើយហើយក៏មានការដាំនេះគឺទៀបបារាំងពុកម៉ែបងប្អូនចាគឺទៀបបារាំងហ្នឹងគឺផ្លែគួរសមដែរតែវាអត់តាន់ទុំទេវានៅខ្ចីអញ្ចឹងណាបងប្អូនប៉ិនក៏ដៃក៏ជើងអីចឹងហើយពុកម៉ែបងប្អូនចាហើយទៀបបារាំងហ្នឹងគឺអត់មានគ្រាប់ទេពុកម៉ែបងប្អូនគ្រាប់គឺគ្រាប់តិចគ្រាប់វាតិចចាពុកម៉ែបងប្អូនអើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន